នៅចុងសម័យមហាណាក្រោយពេលមានការបាក់បោនៃក្រុមប្រស័យលឿនរយៈពេល8ខែក្រោយក៏មានការស្ងាត់ទៅវិញប៉ុន្តែរាជការហានដែលមានវិបត្តិធ្ងន់ធ្ងរមិនអាចសោយស្រង់បានគឺគ្មានឱកាសបន្តអាយុកាលរបស់វាទៀតឡើយគ្រិស្តសករាជឆ្នាំ189ស្ដេចមហាហានព្រះនាមលាវពៀនឡើងគ្រងរាជ្យក្នុងប្រជជន14ព្រះវស្សាមេតបធំឈ្មោះហជីងដែលអានអំណាចសាច់ញាតិរបស់គេបានដកសិទ្ធិក្រុមអាមាត្យហើយស្ដាប់បញ្ជារបស់ជិនសៅចេញបញ្ជាសម្ងាត់ឲ្យតុងជ័រនាំកងទ័ពចូលរាជធានីសម័យការសង្គ្រាមដល់ចង្កុកច្របល់នៃនគរទាំង3ដែលមានរយៈពេលដល់ទៅជាង100ឆ្នាំក៏ចាប់ផ្ដើមដោយរបៀបនេះនៅក្នុងឆ្នាំដដែលតុងជ័របានទម្លាក់ស្ដេចលាវពៀនហើយតែងតាំងព្រះអង្គម្ចាស់លាវសៀឡើងគ្រងរាជ្យដែលមានក្រុមងារព្រះមហាក្សត្រហានសៀនរីឯតុងជ័រត្រូវបានតែងតាំងជាអបរាជក្រាបសិទ្ធិរាជការប្រជារាស្ត្រមានការខឹងសម្បាក៏ខ្លាចទៅជាកំហឹងទូទាំងប្រទេសព្រះអង្គមានព្រះរាជបញ្ជាក្រុមមន្ត្រីជួនដំណើរលោកអបរាជតុងចេញពីរាជវាំងសូមអញ្ជើញលោកអបរាជចេញពីរាជវាំងអាយឆាចប់ការពិភាក្សាបិទសវនាការជំរាបលោកម្ចាស់ថ្ងៃនេះជាថ្ងៃចម្រើនអាយុរបស់លោកម្ចាស់សឺធូវ៉ាងអ៊ីងគាត់រៀបចំអាហារនៅក្នុងសំណើរបស់គាត់ជួយលោកម្ចាស់ទៅអូវ៉ាវសឺធូមានជ័យទុកជាប់នេះខ្ញុំដឹងហើយសូមប្រាប់លោកសឺធូថាខ្ញុំប្រកាសជាទៅខ្ញុំប្រកាសជាទៅលោកអាបាត់ទូលោកម្ចាស់ខ្ញុំចាំលោកកន្លត់ថ្ងៃទៅហើយតើលោកអត់មានពាក្យអ្វីប្រាប់ខ្ញុំទេអំបញ្ញមិញលោកបានខ្សឹបខ្សៀវប្រាប់មនុស្សទាំងឡាយចុះហេតុអីបានជាមិនប្រាប់ខ្ញុំតើលោកមើលងាយឆាវខ្ញុំរាជគ្រូតើលោកបានឃើញដែរទេអ្នកដែលវ៉ាងស៊ឺធូអញ្ជើញមកគឺសុទ្ធតែជាមន្ត្រីចាស់របស់អតីតព្រះមហាក្សត្រណាខ្ញុំយល់ថាវិធីដែលវ៉ាងស៊ឺធូអញ្ជើញយើងទៅគឺមិនមែននោះទេលោកម្ចាស់យានអូឆាំងបង្ទើអត់ដែលជំរាបសិនបើសូមជួយចុះសូមជួយចុះហើយយ៉ាយើងសុទ្ធតែជាមន្ត្រីដូចគ្នាប៉ុន្តែមានលបងខ្លះគេមិនចង់រាប់អានខ្ញុំទេមកតើពិតជាមនុស្សយល់ដឹងមែនបើលោករាជគ្រូមិនប្រកាសទីខ្ញុំចង់រាប់អានលោកហើយកុំដល់លោកដើរប្រមាថចំហៀនតើបានដែរទីស្រេចចិត្តលោកចុះសូមជួយរាជគ្រូយានថ្ងៃនេះជាថ្ងៃចម្រើនអាយុលោកម្ចាស់វ៉ាងមកតើមិនត្រឹមតែមានភ្នែកល្អទេត្រចៀកក៏វៀងវៃដែរឥឡូវដែលជួយនាំពាក្យលោកម្ចាស់វ៉ាងហេតុអីក៏អញ្ជើញពួកលោកទៅអស់បែរជាអត់មានជួយឆាវខ្ញុំអញ្ចឹងលោកត្រូវដឹងថាខ្ញុំគោរពពួកលោកដែលជាមន្ត្រីចៅមហាក្សត្រមុនដាពិសេសគឺគោរពលោកម្ចាស់វ៉ាងមែនទេមុននឹងឆ្លើយតបនឹងសំណួររបស់លោកខ្ញុំមានរឿងមួយត្រូវសួរតែលោកសិនលោកម្ចាស់សួរបញ្ចុះដូចជាសំណួរដែលលោកបានសួរខ្ញុំអញ្ចឹងលោកម្ចាស់វ៉ាងអញ្ជើញភ្ញៀវហេតុអីបានជាមិនអញ្ជើញឆាវមកទៅលោកសួរបានល្អបើសិនជាលោកថាល្អអញ្ចឹងសូមលោកធ្វើការបកស្រាយបន្តិចទៅខ្ញុំគិតថាដោយសារអ្នកដែលត្រូវអញ្ជើញម្នាក់សិតតែនៅក្នុងគ្រួសារធំទទួលព្រះបរមីពីព្រះអង្គតែក្នុងចិត្តអ្នកទាំងអស់គ្នាឆាវខ្ញុំជាកូនរបស់អាបាតជាមនុស្សកខ្វក់មានឋានៈថោកទាបមិននឹងអាចចូលរួមក្រុមជាមួយអស់លោកបានហើយយ៉ាឆាវមកទៅអាចនិយាយដល់កម្រិតនេះគឺអស្ចារ្យណាស់ទៅហើយប៉ុន្តែនៅមានមូលហេតុមួយចំនួនទៀតដល់លោកម្ចាស់យានចង់ឲ្យខ្ញុំនិយាយចេញមកទាំងអស់គឺលោកចង់ដើរជាមួយនឹងខ្ញុំទេបើដើរជាមួយគ្នាមិនដើរផ្លូវតែមួយអញ្ចឹងមិនខុសពីរាងកាយដែលគ្មានព្រលឹងទេបានអញ្ចឹងខ្ញុំនិយាយហើយអ្នកដែលត្រូវឲ្យជួយសិតតែជាមន្ត្រីចាស់មហាក្សត្រមុនហើយសិតតែជាជនចំណិតក្រុមមហាក្សត្រដែលស្ដាប់តាមបញ្ជាវ៉ាងអ៊ីងតែអ្នកទាំងអស់គ្នាយល់ថាឆាវខ្ញុំមានចរិតថោកទាបព្រមធ្វើជាឆ្កែបម្រើគេធ្វើការឲ្យពួកចោលមិនបានជាលោកឈប់និយាយបន្តទៀតទៅលោកបង្ថប់ខ្លួនឯងយ៉ាងម៉េចថោកទាបរបៀបណាលោកធ្វើឆ្កែបម្រើឲ្យអ្នកណាហើយធ្វើជាអ្នកបម្រើចោលមួយណាទៅចោលលក់ជាតិតុងជ័របានហើយគុំស្អីខ្លាំងពេកយ៉ាងម៉េចដែរលោកម្ចាស់យានពាក្យចោលលក់ជាតិ
ក្រែងត្រូវពួកលោកដែលជាមហាមន្ត្រីធំខាប់ថ្មីស្ទើរបែកបារម្ភស្ទើរស្លាប់ទៅហើយមិនក៏កណ្ដាលថ្ងៃត្រង់នៅក្នុងរាជវាំងលោកបែរជាមិនហ៊ាននិយាយពាក្យលឺយ៉ាងនេះទៅវិញក្រែងពួកលោកទុករាជដំណាក់គឺជាទីតាំងពិសិដ្ឋក្រុមមហាមន្ត្រីរូបរាងស្អាតបាត់ច្រើនដល់ម្លឹងសិតតែមានការភ័យខ្លាចហើយញ័ររន្ធត់ដូច្នេះទើបខ្ញុំឃើញច្បាស់អ្វីគឺថ្លៃថ្នូរអ្វីគឺថោកទាបខ្ញុំឃើញខុសគ្នាដាច់ស្រឡះគ្រាន់តែគេកដាស់តែបន្តិចបានធ្វើឲ្យអ្នកតាំងខ្លួនថ្លៃថ្នូរខ្លាយទៅជាជនកុំសាលោកហុយអូលោកម្ចាស់សុំជួយលោកម្ចាស់សុំជួយសួស្ដីសុំជួយលោកម្ចាស់យឺតប្រយ័ត្នតិចលោកម្ចាស់សុំជួយដល់ហើយលោកម្ចាស់ប្រយ័ត្នតិចលោកម្ចាស់បានចម្រើនអាយុ60ឆ្នាំខ្ញុំសូមអបអរសាទរអរគុណហើយសុំជួយបាទសុំជួយលោកម្ចាស់សុំជួយអូលោកម្ចាស់សុំស្វាគមន៍សុំជួយចូលសុំជួយភៀវមកអស់ហើយនៅតែជម្រាបលោកម្ចាស់ភៀវដែលយើងបានអញ្ជើញមកអស់ហើយម្នាក់ក៏មិនខ្វះដែរបានបាត់ទ្វារធំបណ្ឌុតគុំទាំងអស់ហើយផ្អាកភ្លេងកុំឲ្យក្រុមឆ្កែដើរល្បាតពេលយប់ដឹងអុយសទទួលបញ្ជាអបអរសាទរលោកម្ចាស់បានអាយុ60ឆ្នាំអស់លោកទាំងអស់គ្នាសូមអញ្ជើញលោកម្ចាស់ស្រាក់ឆ្កែចូលបើគ្មានទទួលភ្ញៀវសុំជួយ